nhóm tay tay sầm máy trong khơi ta khai dưỡng ai bằng cả mạc mày giống như ta tận tăng rộng chăm du hỏi của nè nơi chung quanh luôn dưỡng cái miền ở hải bỏ tê thời bán dương và thôn bàn tam cây đài dưỡng to cái tâm môn tiệt được ra và tê dưỡng tâm tài miền sọc sòn để phiệp tâm tàiประมาณnăm trongคนนี้ Good morning, Cambodia. Tonight ni chia tonight đó là yếm có chưa chết ta chia ring roll tonight có chia tonight đó là hay có miền Bắc đã là cả lan có miền Bắc đã là Rom Jam Young hay tonight ni có mình khó khăn đấy tonight ni សម្រាប់លោកអ្នកបងប្អូនដែលត្រូវការទំនុកចិត្តជាងមុនសម្រាប់លោកអ្នកបងប្អូនដែលត្រូវជឿចិត្តទៅលើខ្លួនឯងសម្រាប់លោកអ្នកបងប្អូនដែលត្រូវបង្រៀនសុបិននិមិត្តរបស់លោកអ្នកបងប្អូនត្រៀមខ្លួនពីព្រោះយើងជឿថាក្នុងពេលបន្តិចទៀតនេះលោកអ្នកបងប្អូនក៏នឹងស្គាល់មនុស្សដែលសំខាន់ម្នាក់នៅក្នុងសង្គមយើងផងក៏នឹងស្ដាប់សាក់រឿងឬការដំណើរជីវិតមួយដែលពិតជាផ្ដល់កម្លាំងចិត្តដល់បងប្អូនខ្មែរយើងទាំងនៅក្នុងស្រុកទាំងនៅខាងក្រៅស្រុកបងប្អូនខ្មែរយើងដែលចូលរួមទស្សនាពីស្រុកក្រៅក៏ដូចគ្នាខ្ញុំជឿជាក់ថាក៏នឹងទទួលកម្លាំងចិត្តថ្ងៃនេះជាមួយនឹង Frost ZK បាទជំរាបសួរបងបាទអរុនសួស្ដីបាទអរុនសួស្ដីក៏ដូចជាអរុនសួស្ដីទៅដល់បងប្អូនខ្មែរទាំងអស់មិនថានៅខ្មែរឬក៏នៅប្រទេសណាទេជុំវិញពិភពលោកពិតជាពិសេសមែនទែនដើម្បីឲ្យទៅជែកគ្នាបាននៅព្រឹកនេះហើយហៅថា ZK តាមពិតឈ្មោះពេញ Van Zakolin មែនទេបាទបងបាទប៉ុន្តែកន្លងមកហើយទោះបីជាអ្នកដែលចង់ search តាមបណ្ដាញសង្គមផ្សេងៗគឺ Frost ZK បាទបងបាទ Frost ZK ឬក៏គ្រាន់តែ ZK នៅលើ Google ទៅគឺចេញមក platform របស់ខ្ញុំទាំងអស់ហើយអូខេចេញមកទាំងអស់បាទឡងមែនទែនZK មនុស្សជាច្រើនគេស្គាល់ Red ហើយប៉ុន្តែក៏មានមនុស្សមួយចំនួនអត់ទាន់បានមានឱកាសស្គាល់ដែរហើយក្នុងពេលបន្តិចទៀតនេះនឹងលើកឡើងអំពីមនុស្សខ្លះគេហៅថាការសងព្រេងបាទបងបាទតាមពិតការសងព្រេងវាមានន័យអត់សូវល្អណាស់ទេពីព្រោះវាលក្ខណៈអត់ខ្វល់អីទាំងអស់អីទេភាសាអង់គ្លេសហៅថា adventure មែនទេបាទបងបាទប៉ុន្តែតាមពិត ZK ជាមនុស្សដែលជាកូនខ្មែរបាទហើយខ្មែរសិតមែនទេខ្មែរសិតខ្មែរដែលតាំងពីកុមារភាពបានមានហាក់ដូចជាសុបិននិមិត្តមួយចំនួនជាពិសេសទៅលើវិស័យម៉ូតូបាទហើយយើងនឹងតិចយើងនឹងចូលដល់ការពីពណ៌នាថាវិស័យម៉ូតូនឹងវាមានន័យថាម៉េចបាទបងប៉ុន្តែការបង្កើតស្នាដៃមិនមែនគ្រាន់តែស្រឡាញ់ម៉ូតូតាមមុខទេប៉ុន្តែការបង្កើតស្នាដៃក្នុងនាមជាកូនខ្មែរក្នុងនាមជាមនុស្សដែលរស់នៅលើភពផែនដីនេះផងមែនទេពីព្រោះប្រឡូកស៊ីចម្រុះនៅក្នុងសង្គមអន្តរជាតិដែរបាទដែលបង្ហាញថាបើយើងមានសុបិននិមិត្តអីយើងគួរតែដេញតាមសុបិននិមិត្តហ្នឹងរហូតដល់វាសម្រេចហើយពេលខ្លះពេលដែលយើងកំពុងតែដេញតាមសុបិននិមិត្តនោះអ្វីដែលយើងដេញតាមនោះយើងបានលើសពីអ្វីដែលយើងបំពឹងទៅទៀតបាទអញ្ចឹងខ្ញុំសប្បាយចិត្តដែលយើងមានឱកាសទៅជែកគ្នាហើយខ្ញុំក៏សប្បាយចិត្តដែលទស្សនិកជនក៏នឹងមានឱកាសដើម្បីស្ដាប់សាក់រឿងបាទហើយបើរៀបរាប់អំពីស្នាដៃមួយចំនួនបាទបើសង្ខេបខ្លីៗហើយក៏មកខ្ញុំចង់ធ្លាប់ទៅដូចជាកុមារភាពដែរពីព្រោះពេលនោះមានសុបិននិមិត្តមួយចំនួនហើយមានមូលហេតុមួយចំនួនដែរប៉ុន្តែបើរៀបរាប់អំពីស្នាដៃមួយចំនួនសង្ខេបដែលក្នុងឆាកជីវិតអាយុ37ឆ្នាំហើយបានឆ្លងកាត់បានមានឯកសង្ខេបខ្លះរៀបរាប់ខ្លះបានទេបានបងក្នុងអាជីពជាអ្នកជិះម៉ូតូផ្សងព្រេងម្នាក់ឯងបានន័យថាខ្ញុំភាគច្រើន achievement របស់ខ្ញុំគឺ solo traveling បានន័យថាផ្សងព្រេងតែម្នាក់ឯងទេ achievement ដែលខ្ញុំបានទទួលបាននោះគឺជាខ្មែរទី1ដែលជិះម៉ូតូម្នាក់ឯងជុំវិញស្រុកខ្មែរគ្រប់ខេត្តក្រុងទាំងអស់នៅក្នុងកំឡុងពេលដូចជា10ជាងឆ្នាំមុនបន្ទាប់មកទៀតគឺខ្មែរទី1ដែលជិះម៉ូតូម្នាក់ឯងពីទីក្រុងហាណូយបាទមកដល់ទីក្រុងភ្នំពេញក៏ដូចជាខ្មែរទី1ដែលជិះម៉ូតូផ្សងព្រេងម្នាក់ឯងពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងលួងប្របាំង
ហើយលួងប្របាំងត្រឡប់មកភ្នំពេញវិញបាទហើយក៏ជាខ្មែរទី1ដែលបានជិះម៉ូតូពីទីក្រុងភ្នំពេញតែម្នាក់ឯងទៅកាន់ទីក្រុងសិង្ហបុរីហើយនឹងត្រឡប់មកវិញក៏ដូចជាខ្មែរទី1ដែរដែលបានជិះម៉ូតូម្នាក់ឯងពីគីឡូម៉ែត្រ0នៃកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ីរហូតទៅដល់កាន់កោះបាលី6000គីឡូដែលឆ្លងកាត់ខ្សែអេក្វាទ័រដំបូងបំផុតអ្នកឯងនេះគឺជាអ្វីដែលខ្ញុំបានធ្វើកន្លងមកហើយនៅក្នុង podcast នេះដែរយើងនឹងប្រាប់ទៅទស្សនិកជនទាំងអស់ថាខ្ញុំនឹងធ្វើអ្វីបន្តទៀតបាទហើយអ្វីដែលនឹងធ្វើបន្តទៀតវាអស្ចារ្យតែម្ដងចាំតិចទៀតនឹងប្រាប់ឲ្យខ្ញុំកាន់តែស្ដាប់អំពីបបពិសោធន៍ទាំងអស់ហ្នឹង ZK តាមពិតបើយើងមានពេល10ម៉ោង20ម៉ោងក៏អត់គ្រប់ដែរដើម្បីរៀបរាប់ទាំងអស់ពីព្រោះខ្ញុំជឿថាបបពិសោធន៍ផ្នែកកំណត់ទឹកចិត្តតែងប្រមាណដែលមានក៏តែងដែលបានបង្កើតក្នុងការដែលឆ្លងកាត់បបពិសោធន៍ទាំងអស់នោះវាពិតជាពិសេសវាតាមពិតវាសម្បូរអីដែលម្នាក់អាចរៀនសូត្របានបាទបងមែនទេហើយខ្ញុំជឿថាមិនថាទស្សនជនមិនថា ZK ពេលដែលឆ្លងកាត់លើកទី1រៀនសូត្រអ្វីមួយហើយមែនទេឆ្លងកាត់លើកទី2ក៏រៀនសូត្រអ្វីមួយទៀតហើយចាំមើលវគ្គបន្តយើងមានពេលច្រើនខ្ញុំក៏ចង់ដឹងខ្លះប៉ុន្តែថ្ងៃនេះក៏លើកឡើងខ្លះដែរប៉ុន្តែខ្ញុំដឹងថាការទាំងអស់នេះវាហាក់ដូចជាចាប់ផ្ដើមជាមួយនឹងសុបិននិមិត្តមួយដែលមានតាំងពីកុមារភាពបាទទេបាទពីក្មេងឲ្យប្រាប់បាទទេបាទកាលពីក្មេងពុកខ្ញុំហើយនិងពូខ្ញុំគាត់ជិះម៉ូតូHonda Rebel 250cc បណ្ដោះ250ដូច125កាលហ្នឹងថាឆ្កែបាទម៉ូតូឆ្កែអញ្ចឹងក្នុងនាមជាកូនក្មេងមួយដែលយើងមើលទៅពូយើងពុកយើងគាត់ជិះម៉ូតូហ្នឹងមានអារម្មណ៍ថាលយហើយនៅប៉ុស្តិ៍អប្សរាឥឡូវបានមក podcast នៅជាមួយ AMS ប៉ុស្តិ៍អប្សរាហ្នឹងប៉ុស្តិ៍អប្សរាការជំនាន់ហ្នឹងគឺគេចាក់ MotoGP ការប្រណាំងម៉ូតូអន្តរជាតិ MotoGP នៅរាល់ថ្ងៃសៅរ៍ពេលព្រឹកម៉ោង9ជារឿយសប្តាហ៍ម្ដងគឺខ្ញុំបានអង្គុយមើលជាមួយពុកជាមួយពូអញ្ចឹងទៅអញ្ចឹងក៏មានអារម្មណ៍ស្រឡាញ់ម៉ូតូហើយការស្រឡាញ់ម៉ូតូហ្នឹងក៏វាបានរលត់បាត់ដោយសារយើងត្រូវទៅរៀនយើងមាន life happen អញ្ចឹងតែរៀនចូលសាកលវិទ្យាល័យក៏យើងបានផ្លេចអ្វីដែលយើងស្រឡាញ់ហ្នឹងទៅក៏ប៉ុន្តែมันផ្លិតបាត់រហូតទេដោយសារពេលដែលខ្ញុំចូលធ្វើការខ្ញុំសំលុយបានលុយទិញម៉ូតូខ្លួនឯងខ្ញុំសម្រេចចិត្តថាទិញម៉ូតូមែនតែនមួយបានន័យថា full manual ម៉ូតូដែលមានអំយ៉ាខ្មែរថាម៉ូតូមានអំយ៉ាឬក៏ជំនាន់ហ្នឹងគេហៅម៉ូតូធំតែមិនធំប៉ុន្មានក៏ 150cc CBR អញ្ចឹងក៏បានចាប់ផ្ដើមជិះជុំវិញស្រុកខ្មែរដំបូងឡើយគឺជិះមានក្រុមទេក៏ប៉ុន្តែដោយសារខ្ញុំហ្នឹងជាមនុស្សមួយដែលញៀនជិះពេកអញ្ចឹងហៅគេរហូតហើយគេទៅក៏ចាប់ផ្ដើមទៅម្នាក់ឯងទៅហើយក៏គិតថាការជិះម្នាក់ឯងសប្បាយជាងជិះជាក្រុមខ្ញុំចង់សួរកន្លែងហ្នឹងតែមិនបានចង់ចាប់ផ្ដើមជិះម្នាក់ឯងបាទប៉ុន្តែតាមពិតមកពីចង់តែជិះរហូតហើយហៅគ្នាពេលខ្លះគ្នាបានមានអាការមកចូលរួមបាទពេលហ្នឹងនៅធ្វើការក្រុមហ៊ុនអញ្ចឹងសៅរ៍អាទិត្យគឺខ្ញុំមានពេលសម្រាប់តែប៉ុណ្្នឹងសៅរ៍អាទិត្យទេអញ្ចឹងសៅរ៍អាទិត្យគឺចង់តែជិះទៅកំពង់សោមចង់ជិះទៅកពតជាដើមឡាក់អញ្ចឹងទៅតែដល់ពេលយើងតែងតែបបួលគេតែងតែទៅជាមួយយើងអត់បានខ្ញុំក៏សម្រេចចិត្តថាជិះម្នាក់ឯងហ្មងទៅតែដល់ពេលជិះម្នាក់ឯងមានពេលមួយនោះដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកគឺខ្ញុំជិះម្នាក់ឯងពីភ្នំពេញទៅកំពង់សោមនៅឆ្នាំទីប្រហែលមានបានចាំអី2013ពាក់កណ្ដាប់ឆ្នាំ2013ជាលេខ4បាទអញ្ចឹងដល់ហួរពេលចេះដល់កំពង់សោមមានទួលមួយដែលយើងអាចមើលទៅឃើញសមុទ្រណាអញ្ចឹងទៅដល់កន្លែងហ្នឹងវារំលឹកអនុស្សាវរីយ៍ខ្ញុំមែនតើដែលខ្ញុំធ្លាប់ជិះឡានជាមួយគ្រួសារយើងមើលឃើញកន្លែងហ្នឹងឲ្យតែមកដល់កន្លែងហ្នឹងគឺយើងរំភើបថាអូយើងបានដល់កំពង់សោមតែអារម្មណ៍ដែលពេលដែលខ្ញុំនៅក្នុងមួកការពារតែម្នាក់ឯងមកដល់កន្លែងហ្នឹងគឺខ្ញុំសប្បាយចិត្តខ្ញុំបាត់ចូលគៀនខ្ញុំយំទាំងសប្បាយចិត្តមកមិនដែលស្រែកហូរនៅក្នុងមួកហ្មងដែរដូចបើវីដេអូឥឡូវបើអ្នកតាមដានគាត់មើលគាត់គឺគាត់ដាក់ឈ្មោះថាខ្ញុំគឺជាស្ថាបនិកអ្នកលោឡានក្នុងមួកការពារដោយសារពេលដែលយើងជិះយើងសប្បាយចិត្តទៅយើងស្រែកសប្បាយទាំងចិត្តសប្បាយយើងអញ្ចឹងគឺការរកឃើញខ្លួនឯងគឺមកពីចំណុចហ្នឹងឯងចាប់ពីហ្នឹងមកនៅក្នុងពេលហ្នឹងហ្មងគឺខ្ញុំគិតក្នុងចិត្តថាចេះខ្ញុំនឹងធ្វើអ្វីមួយយ៉ាងដើម្បីយកការជិះម៉ូតូហ្នឹងធ្វើជាអាជីពបាទពេញម៉ោងតែម្ដងបន្ទាប់មកក៏ GoPro គាត់ចេញកាមេរ៉ាបាទប្រហែលអញ្ចឹងក៏
ចាប់ដើមពី GoPro ដំបូងមកគឺ GoPro 2 បាទបាទ អញ្ចឹងក៏មករហូតដល់ហើយទៅ វ៉ាវគិតតែកណ្ងការធ្វើ solo adventure តើអស់នេះមានតែការសងព្រេងជិះម៉ូតូម្នាក់ឯង បាទ ឥឡូវពេលច្រើនឆ្នាំហើយពេលច្រើនឆ្នាំហើយច្រើនប្រទេសចូលរាប់ម៉ឺនគីឡូហើយបាទសរុបដល់សែនមិនដឹង6 សែនគីឡូឬក៏7 សែនគីឡូបាទសរុបទាំងអស់ទាំងម៉ូតូគ្រប់ទាំងអស់វ៉ាគិតថារៀនសូត្រអីខ្លះពីបបពិសោធន៍ទាំងអស់ហ្នឹងចំណុចដែលខ្ញុំយកមកដាក់ក្នុងបេះដូងដ៏ធំបំផុតហ្មងគឺការជំនះភាពភ័យខ្លាចរបស់ខ្ញុំបានន័យថាមនុស្សយើងតែងតែមានចំណោទចោទសួរខ្លួនឯងរហូតមុនដែលយើងធ្វើអីមួយមិនថាធ្វើអីទេអញ្ចឹងឧទាហរណ៍ថាបើចំពោះខ្ញុំគឺការឈានជើងទៅកាន់ខេត្តថ្មីមួយឬក៏ប្រទេសថ្មីមួយឬក៏ទៅតំបន់ថ្មីមួយអញ្ចឹងយើងតែងតែមានភាពភ័យខ្លាចយើងតែងតែសួរខ្លួនឯងថាយើងអាចធ្វើបានអត់ចំពោះខ្ញុំអ្វីដែលខ្ញុំរៀនបានបន្ទាប់ពីកន្លះលានគីឡូមកនេះគឺបានន័យថាអាភាពភ័យខ្លាចទុកដុំសិនធ្វើសិនចាំមើលតែធ្វើបានអត់ចាំមកនិយាយគ្នាតាមក្រោយវិញបានន័យថាអាចជំហានដំបូងគឺសំខាន់មែនតើហើយមួយវិញទៀតខ្ញុំមានពាក្យស្លោកសម្រាប់ខ្លួនឯងមួយគឺកុំធ្វើកុំរស់នៅមួយជីវិតដើម្បីតែប្រកបចិត្តអ្នកដទៃអាហ្នឹងសំខាន់បាទអាហ្នឹងគឺខ្ញុំយកវាមកដាក់ក្នុងបេះដូងហ្មងមិនថាយើងជាមនុស្សអាត្មានិយមរហូតតលែងខ្វល់អ្នកដទៃក៏ប៉ុន្តែមួយជីវិតយើងគិតពីខ្លួនឯងមុនសិនតើយើងសប្បាយចិត្តអត់តើយើងជាមនុស្សដែលជោគជ័យនៅអ្វីដែលយើងចង់ធ្វើអត់អាជីពយើងសប្បាយចិត្តអត់បើអត់សប្បាយចិត្តយើងដូរយើងកុំនៅតែមួយកន្លែងយើងកុំនៅជាប់ផុងនៅក្នុងហ្នឹង ZK អាចនិយាយជាមួយបងប្អូនរួមជាតិរបស់យើងនេះទៅកាន់កាមេរ៉ាតែម្ដងទាំងចាស់ទាំងក្មេងអំពីទៅកាន់អ្នកដែលមានសុបិននិមិត្តបាទគាត់មានការសម័យគាត់មានអ្វីដែលគាត់កំពុងតែវាក៏ធ្លាប់សម័យខិនប៉ុន្តែគាត់ក៏ខិនមានឧបសគ្គមួយចំនួនស្មារតី ZK នៅវិស័យsolo adventure ជាម៉ូតូម្នាក់ឯងផ្លូវឆ្ងាយអញ្ចឹងទៅជាងការសុបិននិមិត្តរបស់គាត់អាចជ្រុងផ្សេងណាមួយប៉ុន្តែគាត់នៅក្នុងនាមជាមនុស្សដូចគ្នាមែនទេក្នុងនាមជាកូនខ្មែរដូចគ្នាតើអាចមានពាក្យខ្លះដែលអាចនិយាយទៅកាន់ពួកគាត់បានទេទៅកាន់ពួកគាត់ដែលចូលរួមមើលទេបាទនេះគឺជាសារមួយដែលខ្ញុំអាចចែករំលែកបានទៅដល់បងប្អូនខ្មែរយើងទាំងអស់ដែលមានក្តីសម័យណាមួយដែលមិនទាន់បានបំពេញសម័យឥឡូវគឺជាសម័យបច្ចេកវិទ្យាហើយពិភពលោកយើងគឺកាន់តែទូចបានន័យថាកាលពីមុនបើសិនជាយើងចង់ប្រម៉ូទផ្សាយឬក៏ធ្វើអ្វីមួយគឺពិបាកមែនតើឥឡូវនេះគឺស្រួលណាស់យើងមានទូរស័ព្ទដៃរៀងខ្លួនយើងអាចក្លាយជាមនុស្សម្នាក់ដែលយើងចង់ក្លាយជាហ្នឹងដោយងាយស្រួលជាងមុនអញ្ចឹងសារទៅពីខ្ញុំគឺបានន័យថាកុំគិតច្រើនកុំសួរខ្លួនឯងច្រើនពេកបានន័យថាធ្វើវាសិនដូចខ្ញុំនិយាយមុនហ្នឹងមិញអញ្ចឹងយើងចេញទៅធ្វើរឿងហ្នឹងមួយសិនហើយយើងរៀនពីកំហុសរបស់យើងតបមកយើងកែម្ដងបន្តិចបានន័យថាចដាមាន100កម្មយើងកុំគិតថាយើងអាចឡើងម្ដងទាំង100យើងសុំខ្លួនឯងត្រឹមតែមួយកម្មដំបូងសិនបានហើយមួយកម្មដំបូងយើងជន់មួយកម្មដំបូងហ្នឹងហើយយើងសុំមួយកម្មទៀតរហូតដល់យើងមានមោទនភាពលើខ្លួនឯងដែលយើងត្រឡប់ងាកទៅក្រោយយើងឃើញថាអូយើងឡើងបាន5កម្មហើយអញ្ចឹងសុំ5ទៀតអញ្ចឹង5ម្ដង5 2ដង10យូរទៅ100ហ្នឹងគឺយើងអាច complete វាបានយើងអាចធ្វើវាបានហើយអញ្ចឹងចាប់ផ្ដើមអ្វីមួយក៏ដោយគឺចាប់ផ្ដើមពីជំហានដំបូងគឺសំខាន់ជាងគេហើយបើគិតហើយធ្វើកុំគិតចោលបើសិនជាគិតចោលកុំគិតបាទវ៉ាវឡំមែនតើនេះហើយជាផ្នែកកំណត់ដែលអ្នកណាក៏អាចមានបានមែនទេយើងតែងតែយល់ថាតាមពិតមនុស្សយើងមានសុបិននិមិត្តខុសៗគ្នាមានមហិច្ឆតាខុសៗគ្នាប៉ុន្តែពេលខ្លះស្ទើរភាពក្លាហានវាការទំនុកចិត្តដើម្បីចាប់ផ្ដើមហើយអរគុណច្រើនZKខ្ញុំចង់និយាយអំពីអ្វីដែលនឹងចាប់ផ្ដើម
នៅក្នុងខែទី7ខាងមុខនេះ បាទ នៅបេក្ខដាខែទី7ខាងមុខនេះនឹងមាន adventure ដ៏ធំតែម្ដងខ្ញុំគាត់តែអ្នកឃើញខ្ញុំភ័យប៉ុន្តែខ្ញុំជឿថា ZK នឹងធ្វើបានដឹងតែ ធ្វើបានហើយហើយ ZK រៀបរាប់បន្តិចអំពីអ្វីដែលនឹងចាប់ផ្ដើមធ្វើចាប់ពីបេក្ខដាខែទី7នៅខាងមុខនេះតែម្ដងដូចបាននិយាយមុនហ្នឹងអញ្ចឹងបងខ្ញុំបានធ្វើរឿងផ្លែកជាច្រើនហើយក៏បានតំណាងជាតិជាច្រើនដងក្នុងនាមជាអ្នកជិះម៉ូតូឬក៏ជាអ្នកផ្សងព្រេងដែលធ្វើឲ្យយុវជនសម័យក្រោយគាត់សប្បាយចិត្តនឹងចេញពីប្រអប់ចេញពីផ្ទះរបស់គាត់បានន័យថាពីមុនឡើយគឺខ្មែរយើងមិនសូវជាជិះម៉ូតូទៅកំសាន្តសប្បាយដោយម្នាក់ឯងឬក៏ជាដៃគូឬក៏ជាពួកម៉ាក់មិត្តភ័ក្តិប្រហែលទេខ្ញុំសប្បាយចិត្តមែនតើបន្ទាប់ពីខ្ញុំធ្វើរឿងនេះអស់ចិត្តប្រហែលដូច5-10ឆ្នាំហើយហើយបើសិនជាវីដេអូវិញគឺចង់ចូលចិត្ត 1000 ភាគអីនៅលើ YouTube វា 5-6 ភាគតែ Facebook ច្រើនជាងហ្នឹងអញ្ចឹងវានាំឲ្យខ្ញុំមកដល់ឥឡូវនេះបាទហើយខែ7នេះដែរមួយខែកន្លះទៀតគឺខ្ញុំនឹងជិះម៉ូតូពីភ្នំពេញរហូតទៅដល់ទ្វីបអឺរ៉ុបប្រទេសអ៊ីតាលីទីក្រុងមីឡានពី trip អាស៊ីយើងបាទជិះឆ្លងពីភ្នំពេញបាទឆ្លងរហូតដល់ trip អឺរ៉ុបបាទទីក្រុងមីឡានប្រទេសអ៊ីតាលីវ៉ាប្រហែលគីឡូបើសិនជាយើងround it up ទៅបាទវាថា 30000 ចុះ 30000 គីឡូបាទហើយឆ្លងកាត់ប្រហែលប្រទេសបើទៅតាម plan វា15ប្រទេសក៏ប៉ុន្តែបើសិនជាខ្ញុំសល់ពេលថែមប្រហែល5អីទៀតអញ្ចឹងប្រគ្រប់20បណ្ដោយវ៉ាអញ្ចឹងចេញពីស្រុកខ្មែរយើងបាទឆ្លងកាត់ទៅដើម្បីឲ្យអ្នកស្ដាប់បាទគាត់ស្រមៃទៅថា trip ហ្នឹងគឺវាឆ្ងាយប៉ុណ្ណាបាទគឺខ្ញុំចេញពីភ្នំពេញទៅបាទជិះទៅឡាវបាទជិះទៅឡាវចេញពីឡាវចូលទៅចិនបាទចេញពីចិនចូលទៅកាហ្សាក់ស្ថានចិនប្រហែលផ្លូវឆ្ងាយគួរសមឆ្ងាយមែនតើក្នុង trip នេះចិនឆ្ងាយជាងគេដោយសារបើយើងបរិមាណទៅប្រហែលជា6000 គីឡូប៉ាន់ស្មានទៅ6000 គីឡូគឺឆ្ងាយជាងគេបាទគ្រាន់តែប្រទេសចិនមួយទេឡាវក៏ឆ្ងាយដែរឡាវ3000 គីឡូជាងឆ្ងាយបាទអញ្ចឹងគ្រាន់តែចិនហើយឡាវវាដាច់10000 គីឡូវ៉ាពីចិនទៅកាហ្សាក់ស្ថានបាទកាហ្សាក់ស្ថានតបមកគីគីស្ថានអូខេបាទតបមកទៀតចេញពីគីគីស្ថានចូលកាហ្សាក់ស្ថានវិញហើយចេញពីកាហ្សាក់ស្ថានចូលទៅរុស្ស៊ីអូខេបាទជិះកាត់រុស្ស៊ីហើយបានជិះមកក្រោមចូលប្រទេសចរជាបាទចេញពីចរជាចូលទៅទូគីបាទទូគីពេលទៅដល់ទូគីគឺខ្ញុំជិះតាមមាត់សមុទ្រសមុទ្រខ្មៅ Black Sea បាទចេញពីទូគីចូលទៅប៊ុលហ្គារីបាទចេញពីប៊ុលហ្គារីចូលទៅរ៉ូម៉ានីចេញពីរ៉ូម៉ានីទៅហុងគ្រីចេញពីហុងគ្រីចូលប្រហែលជាស្លូវ៉ាគីហើយបានអូទ្រីសហើយបានស្វីសហើយបានអ៊ីតាលីវ៉ាបើសិនជាសល់ពេលបាទចេញពីអ៊ីតាលីចូលទៅបារាំងចូលអាល្លឺម៉ង់ហូឡង់ហើយបានចុះមកមីឡានវិញដើម្បីទុកម៉ូតូវ៉ាបើមានបងប្អូនខ្មែរយើងនៅតាមប្រទេសទាំងអស់នោះហើយគាត់ចង់ជួបដៃតំបន់ណាវាដៃតំបន់ណាប្រទេសចិនវាធំហើយវាស៊ីក៏ធំហើយប៉ុន្តែវ៉ាអញ្ចឹងរាល់សប្តាហ៍ម្ដងពេលដែលខ្ញុំទៅប្រទេសណាក៏ដោយគឺខ្ញុំតែងតែផុសពីដំណើររបស់ខ្ញុំដោយ status ឬក៏ Facebook Reel ឬ Instagram Reel ព្រោះវីដេអូវែងនៅលើ YouTube តោះតែមកផ្ទះសិនបានកាត់បានអញ្ចឹងខ្ញុំតែងតែសុំផ្ទះបងប្អូនខ្មែរគេងជាសពមួយដងអញ្ចឹងបើអ្នកណាគេមានផ្ទះនៅតាមប្រទេសហ្នឹងនៅតាមដងផ្លូវហ្នឹងខ្ញុំនឹងសុំស្នាក់អាស្រ័យដែរបាទខ្ញុំចង់សុំពីម៉ូតូដែលកម្រងនឹងជិះ
ទៅពីព្រោះតើយកម៉ូតូធំសម្រាប់ adventure កាក់ព្រៃកាក់ភ្នំអីដើម្បីជិះទៅឬក៏យកម៉ូតូដូចបងប្អូនខ្មែរយើងជិះរាល់ថ្ងៃជិះទៅធ្វើការជិះទៅស្រុកយកម៉ូតូបែបណាហើយមូលហេតុដែលជ្រើសរើសម៉ូតូបែបហ្នឹងដែរជួយជាប្រាក់ផងបាទនេះជារឿងល្អសើចមួយដែលបាយសួរព្រោះពេលដែលយើងស្ដាប់ទៅគឺអូម៉ូតូដល់តែធំហើយតែម៉ូតូដែលខ្ញុំយកជាដៃគូរបស់ខ្ញុំនៅក្នុងដំណើរផ្សងព្រេងនៅវែងឆ្ងាយមួយនេះគឺម៉ូតូទូចដែលមានកម្លាំងត្រឹមតែ 180cc ប៉ុណ្ណោះអញ្ចឹងហើយម៉ូតូហ្នឹងហេតុអីបានខ្ញុំយកម៉ូតូតូចជិះគឺដោយសារអីគឺម៉ូតូហ្នឹងគឺម៉ូតូដែលខ្មែរផលិតម៉ូតូកូនខ្មែរ Mark Calypso ដែលជាម៉ូតូដែលខ្មែរយើងអ្នកផលិតបាទអញ្ចឹងគឺចំពោះខ្ញុំវាជាការជិះមួយដ៏មានន័យមែនតើបាទសម្រាប់អ្នកជិះម៉ូតូគឺខ្ញុំជិះគ្រប់ម៉ាកអស់ហើយresume របស់ខ្ញុំគឺធ្លាប់ជាទូតសុចន្ទៈរបស់ brand ម៉ូតូមួយចំនួនដូចជា Vespa Kawasaki Ducati Royal Enfield ជាដើម brand ដែលជាធំបាទអញ្ចឹងខ្ញុំតែងតែសម័យចង់ឃើញថាខ្មែរយើងអាចបង្កើតម៉ាកថ្មីមួយអញ្ចឹងមានថាតន្ទឹងរំចាំយូរហើយតែមានម៉ាកម៉ូតូខ្មែរយើងដែលអាចជីផ្លូវឆ្ងាយបានបាទមិនថាផ្លូវឆ្ងាយឬក៏ផ្លូវចិត្តទេតែខ្ញុំចង់បានឲ្យខ្មែរយើងមានម៉ាកម៉ូតូមួយព្រោះអ្នកនៅជុំវិញខ្លួនយើងគេមានអស់ហើយអញ្ចឹងដល់ថ្ងៃមួយដែលមានម៉ាកមួយឈ្មោះថា Calypso ចូលមកស្រុកខ្មែរគឺខ្ញុំចង់ធ្វើការមួយគាត់មែនតើហើយក៏សប្បាយចិត្តដែរដែលបានធ្វើការមួយគាត់តាំងពីគាត់បើកក្រុមហ៊ុនមកដំបូងរហូតដល់ឥឡូវបាទវ៉ាវអញ្ចឹងមូលហេតុហ្នឹងហើយបាន Calypso ជាដៃគូរបស់ខ្ញុំនៅក្នុងដំណើរផ្សងព្រេងមួយនេះបាទហើយមានអារម្មណ៍យ៉ាងម៉េចដែរមុនដែលចេញដំណើរទៅឲ្យប្រាប់អំពីអារម្មណ៍ពិតបាទអញ្ចឹងទោះបីជាមានបទពិសោធន៍រាប់សែនគីឡូហើយបាទហើយឆ្លងកាត់ប្រទេសតំបន់ផ្សេងខ្ញុំជឿថាមានរឿងរ៉ាវច្រើនណាស់មានបទពិសោធន៍ច្រើនណាស់ក្នុងរាប់សិបឆ្នាំនេះប៉ុន្តែនៅតែមានអារម្មណ៍ភ័យបាទច្រើនជាងភ័យក៏ប៉ុន្តែមនុស្សយើងហ្មងពេលដែលអត់ភ័យសោះបានតែយើងធ្វើឲ្យខុសមួយយើងបានគិតដល់រងងាមួយហ្នឹងគេបាទថាយើងធ្វើឲ្យខុសមួយពេលដែលយើងសុទ្ធអញ្ចឹងឥឡូវនេះគឺភ័យ20% 80% ហើយគាត់និយាយបារម្ភណាបាទព្រោះអានេះយើងនិយាយថាបើសិនជាយើងដាក់ទៅ Guinness World Record ដើម្បីស្នើយើងប្រហែលជាអាចនឹងបាន Guinness World Record ទៀតបើសិនជាខ្ញុំទៅដល់ទ្វីបអឺរ៉ុបក្រោម3ខែព្រោះបើតាមអ្វីដែលខ្ញុំតាមដានមិនទាន់មាននរណាគេជិះម៉ូតូទូចឆ្លងពីទ្វីបអាស៊ីទៅទ្វីបអឺរ៉ុបឬពីទ្វីបអឺរ៉ុបមកទ្វីបអាស៊ីក្រោមរយៈពេលហ្នឹងឯងមានដែរមានអ្នកជិះរហូតដល់ម៉ូតូផ្សេងHonda Coupe អីជាដើមឡាក់មានដែរមានបាទក៏ប៉ុន្តែប្រកាសជាទី1ហើយដែលកូនខ្មែរជិះម៉ូតូខ្មែរឆ្លងទ្វីបបាទអាហ្នឹងគឺទី1អូតូម៉ាទិកបាទប៉ុន្មានបាទសម្រាប់ខ្ញុំខ្ញុំចង់ឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នាចូលរួមគាំទ្រដំណើរនេះគាំទ្រ ZK ពីព្រោះក្នុងនាមជាបងប្អូនខ្មែរដូចគ្នានេះគឺជាមោទនភាពមួយហើយក្នុងនាមជាមនុស្សមិនមែនជាព្រះទេក្នុងនាមជាមនុស្សពិតជាត្រូវការគាំទ្រដែរមែនទេអញ្ចឹងនៅចង់បញ្ចប់ឲ្យនិយាយបន្តិចជាមួយនឹងទស្សនៈជនរបស់យើងតែសូមការគាំទ្រយ៉ាងដូចម្ដេចពីប្រកួតក្នុងពេលដែលធ្វើដល់3ខែ3ទៅ4ខែ3ដល់4ខែបាទអាចជួយប្រាប់បន្តិចបាទអំពីអ្វីដែលចង់បានពីជនរួមជាតិបាទប្រកបជាចង់បានការគាំទ្រការចូលចិត្តអាណិតស្រឡាញ់ពីបងប្អូនពុកម៉ែទាំងអស់មិនថាម្ដងទៀតរស់នៅស្រុកខ្មែរឬក៏ខ្មែររស់នៅបរទេសទេទ្រីបនេះដែរសារដែលខ្ញុំយកចេញទៅក្រៅទៅអន្តរជាតិនោះគឺប្រាប់គេថាខ្មែរយើងគឺសុវត្ថិភាពខ្មែរយើងមានសមត្ថភាពអញ្ចឹងគឺជាសារសំខាន់គឺខ្មែរយើងមានសុវត្ថិភាពខ្មែរយើងមានសមត្ថភាពបរទេសធ្វើឲ្យបានយើងក៏ធ្វើបានតាមគេដែរយើងតឲ្យគេទៅមុនទៀតដោយសារប្រទេសយើងទៅតែមានសុខសន្តិភាពទៅតែប្រហែលឆ្នាំចុងក្រោយនេះទេបានន័យថាយើងសឹងតែតឲ្យគេទៅមុនទៀតអញ្ចឹងមករយៈចុងក្រោយគឺមានព័ត៌មានច្រើនតាក់ទងនឹងរវាងខ្មែរហើយនិងថៃអសមត្ថភាពបាទឬក៏អសមត្ថភាពបាទអញ្ចឹងគឺខ្ញុំនេះទៅជាអ្នកនាំសាររបស់
ខ្មែរយើងថាមកលេងខ្មែរមកខ្ញុំមកអ្នកឯងបានអ្នកឯងក៏មកខ្ញុំបានដែរខ្ញុំទៅអ្នកឯងពិបាកជាងអ្នកឯងមកខ្ញុំទៀតអញ្ចឹងមកលេងខ្មែរមកអានេះគឺជាសាររបស់ខ្ញុំ បាទឡំមែនតើអញ្ចឹងមានន័យថាទៅរកគេមុន បាទ ហើយក៏មកបបួលគាត់មកយើងផងបាទ ប្រកាសជាពួកគាត់នឹងភ្ញាក់ផ្អើលពេលដែលឃើញខ្មែរជិះម៉ូតូតែឯងនៅកាហ្សាស្ថាននេះជាដើមឡា បាទឬក៏រុស្ស៊ី ZK មិនតាខ្ញុំទេប៉ុន្តែខ្ញុំក៏ជឿចិត្តថាគ្រប់គ្នាយើងនឹងគ្រប់គ្រងហើយយើងក៏ជូនពរឲ្យសុវត្ថិភាពក្នុងការធ្វើដំណើរទៅហើយសំដឹងតែពេលធ្វើដំណើរមកមានមនុស្សតិចទេគឺជាប្រវត្តិយើងគ្រប់គ្នានឹងគ្រប់គ្រងហើយក៏ពិតជាមានមោទនភាពទៅលើអ្វីដែល ZK បានប្រឌិតផ្ដាំធ្វើនេះគឺជាការប្រឌិតផ្ដាំមួយដែលទាមទារចិត្តក្លាហានយើងមិនទៅភ្លេចអរគុណដល់ពាក្យរបស់ ZK ដែរខ្ញុំជឿថាជាការលះបង់មួយដ៏ធំសម្រាប់គាត់ដែរបាទបងបាទហើយប៉ុន្តែគាត់ពិតជាគ្រប់គ្រងនៅក្នុងនឹងដែរយើងទាំងអស់គ្នាយើងនឹងគ្រប់គ្រងហើយក៏ជឿជាក់ថានឹងតាមដានតាមបណ្ដាញសង្គមផងហើយក៏នឹងឃើញលទ្ធផលដ៏ល្អចាំពេលដល់ឆ្លប់មកវិញចាំយើងអង្គុយទៅជែកគ្នាទៀតខ្ញុំជឿថាមានរឿងរ៉ាវច្រើនដល់ទៅរៀបរាប់ពេលដល់ឆ្លប់មកវិញអញ្ចឹងប្រហែលមានតែប៉ុណ្្នឹងទេ ZK អរគុណច្រើនមែនទែនហើយអរគុណលោកអ្នកបងប្អូនទាំងអស់គ្នាកុំភ្លេច follow ហើយគ្រប់គ្រង Frost ZK ជំរាបលា